ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូមួយនេះគឺយើងនឹងនិយាយបន្តពាក់ព័ន្ធជាមួយនឹងចំណុច grammar នៃមេរៀនទី8ដែលស្ថិតនៅក្នុងកម្រិត elementary មួយនេះដូច្នេះកុំឲ្យខាតពេលយូរតោះយើងទៅនិយាយទាំងអស់គ្នា Unit 8 8.1 Count noun and uncount noun អញ្ចឹង count noun មានន័យថានាមដែលរាប់បាន uncount noun គឺជានាមរាប់មិនបានឥឡូវសំណួរសួរថាតើអ្វីទៅជា count noun មួយទៀតអ្វីទៅជា uncount noun អូខេឥឡូវយើងកន្លែងមកមើលចំណុចនេះទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង countable noun អូខេ yes អញ្ចឹង countable nouns យើងមកមើលតើអ្វីទៅជា countable noun អញ្ចឹងក្នុងចំណុចនេះគឺគេនិយាយថា there are count nouns these can be singular or plural អញ្ចឹងមានន័យថា countable noun ហ្នឹងវាអាចដើរតួជា singular ឬក៏ plural បាទ get it ឧទាហរណ៍ថា book សៀវភៅអញ្ចឹង book នេះវាជា count noun ប៉ុន្តែសួរថាវាជា singular ឬក៏ plural ជាការពិតណាស់ book នេះគឺវាជា singular នាមឯកវចនៈប៉ុន្តែដល់ពេល two books នេះវិញវាជា count noun ដែរប៉ុន្តែវាជា plural noun ជានាមពហុវចនៈអូខេ earn 8សុទ្ធមួយវាជា count noun តែវាក៏ជា singular ដែរចំណែក 6x សុទ្ធចំនួន6គ្រាប់អញ្ចឹងវាជា plural ប៉ុន្តែក៏វាស្ថិតនៅក្នុងប្រភេទ countable noun ផងដែរឥឡូវយើងមកមើលចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង uncountable noun វិញអញ្ចឹងដូចជាពាក្យ bread នំប៉័ងអញ្ចឹងនំប៉័ងគឺគេចាត់ថាទុកថានាមជារាប់មិនបានទេអញ្ចឹងយើងត្រូវចាំនាមរាប់អត់បានគឺគេអត់បន្ថែម s ទេឧទាហរណ៍យើងចង់និយាយថានំប៉័ងជាច្រើនយើងចង់ដាក់ bread មាន s បានទេគឺមិនអាចទេពាក្យ bread ហ្នឹងគឺត្រូវតែអត់ s rice ក៏ដូចគ្នាដែរបើយើងចង់និយាយថាបាយជាច្រើនយើងដាក់ s បានទេគឺមិនបានទេអញ្ចឹងចំពោះ bread ហើយ rice គឺយើងមិនអាចដាក់ s បានទេតោះគេនិយាយចំណុចនេះមួយទៀតពាក់ព័ន្ធជាមួយនឹង some nouns are both អញ្ចឹងគេចង់និយាយថាចំពោះនាមមួយចំនួនវិញវាដើរតួនាទីទាំងពីរតែម្ដងទាំង countable noun និង uncountable noun ជាក់ស្ដែងដូចជា ice cream អញ្ចឹង ice cream យើងចង់និយាយថាការ៉េ3ដើមអូខេអញ្ចឹងយើងនិយាយថា three ice creams អូខេចំណែកខាងនេះវិញគឺ ice cream នេះគឺយើងអត់ s ទេអញ្ចឹងវាអាចដើរតួជាប្រភេទ countable noun ចំណែក ice cream នេះគឺដើរតួជា uncountable noun ណាឥឡូវយើងមកមើល 8.2 8.2 some any and a lot of អញ្ចឹងគឺយើងបានរៀនហើយជាច្រើនលើកច្រើនសារហើយថា some ហើយ any វាមានលក្ខណៈផ្ទុយគ្នាណាចំពោះ a lot of គឺយើងប្រើបានទាំងពីរករណីនេះ some ខ្លះ any ខ្លះចំណែក a lot of បបប្រភេទជាច្រើនឥឡូវយើងមកមើលចំណុចដំបូងនេះគេនិយាយថា we use some in positive sentence okay with uncountable nouns and plural nouns អញ្ចឹងគឺយើងប្រើ some នៅក្នុងប្រយោគស្របហើយប្រើជាមួយនឹងប្រភេទនាមដែលរាប់អត់បានអូខេហើយជាមួយនឹងនាមដែលមានច្រើននាមដែលមានច្រើននេះគឺផ្ដោតទៅលើនាមដែលរាប់បានណាអូខេ there is some bread on the table មាននំប៉័ងមួយចំនួននៅលើតុអូខេចំណែក there are a lot of oranges on okay the table មានផ្លែក្រូចជាច្រើននៅលើតុអញ្ចឹងយើងមើល some ប្រើជាមួយនឹងប្រភេទ uncountable noun bread នេះវាមិន uncountable noun នេះ uncountable noun អញ្ចឹងអូខេយើងប្រើមួយ some បាន oranges អូខេអញ្ចឹង oranges យើងប្រើមួយ there are នេះចំណែក bread នេះគឺយើងប្រើមួយ there is ណាសួរថា bread ប្រើមួយ there are នេះបានអត់បានទេណាប៉ុន្តែ oranges គឺយើងអាចប្រើមួយ there are នេះបានអូខេចំពោះ some នេះយើងចង់ប្រើជាមួយ bread ក៏បាន some នេះប្រើជាមួយ oranges ក៏បាន a lot of ក៏ដូចគ្នា a lot of យើងប្រើមួយ bread ក៏បាន a lot of ប្រើមួយ oranges ក៏បានដែរគាត់នេះវាខុសបរិមាណទៅតែ some មួយចំនួនទៅ a lot of វាជាច្រើនយើងមកមើលចំណុចបន្តទៀតគេនិយាយថា we use some in questions when we ask for things and offer things អញ្ចឹងក្នុងចំណុចនេះគេចង់និយាយថាយើងប្រើ some ជាមួយនឹងក្នុងប្រយោគសំណួរដែរនៅពេលដែលយើងចង់សួរឬក៏យើងចង់ផ្ដល់អីគេមួយឧទាហរណ៍ថា can I have some coffee please ឬក៏ would you like some coffee please អូខេអញ្ចឹង can I have some coffee please មានន័យថាតើខ្ញុំអាចសុំកាហ្វេខ្លះបានដែរទេអូខេ yes would you like some grapes តើអ្នកឯងចង់បានផ្លែទំពាំងបាយជូរមួយចំនួនមែនទេអូខេអញ្ចឹងកន្លែងនេះគឺឧទាហរណ៍ can I have នេះគឺតេតើជាមួយនឹងយើង ask គេយើងសុំគេចុះ would you like នេះគឺតេតើជាមួយនឹងយើង offer អីគេមួយទៅកាន់គេអញ្ចឹងយើងប្រើ some បាន
ហើយយើងមកមើលចំណុចបន្តទៀតតាក់ទងជាមួយនឹងការប្រើប្រាស់របស់យើងដែរទៀតហើយយើងនិយាយថា we use any in questions and negative sentences with uncount nouns and plural nouns ចឹងនៅចំណុចនេះ any ជា direct ហ្មងគឺយើងត្រូវប្រើក្នុងប្រយោគសំណួរហើយនឹងបដិសេធណាចឹងយើងមើលសិតតែ any ចំពោះ a lot out វិញគឺយើងប្រើបានគ្រប់ទាំងអស់ទម្រង់សក៏បានទម្រង់បដិសេធក៏បាន negative ក៏បានដែរប៉ុន្តែចំពោះ any គឺយើងប្រើបានតែប្រយោគ negative ហើយនឹងប្រភេទ question តែបន្ទោះ okay is there any water okay does she have any children we haven't got any children okay there aren't any okay we can say there aren't any people គ្មានមនុស្សទេ yes okay yes okay ចឹងយើងមកមើលឡើយនេះមើល I don't know if there is any water I don't know if she has any children okay yes ចឹងជារួមត្រឡប់មកវិញគេចង់និយាយថាបញ្ជាក់ថា any នេះគឺយើងអាចប្រើនៅក្នុងប្រយោគសំណួរអូខេនេះជាប្រភេទសំណួរហើយចំណែកឯនេះវិញក៏សំណួរដែរចំណែកឯនេះវិញ haven't got នេះគឺតើតើជាមួយប្រយោគបដិសេធចំណែកខាងក្រោមនេះ they are នេះក៏ប្រយោគបដិសេធដែរចឹងយើងត្រូវចាំ any នេះគឺប្រើបានពីរទម្រង់នឹង question ហើយ negative បន្តទៀតតើតើជាមួយនឹង would like ចឹង would like វាបកប្រែថាម៉េច would like យើងអាចបកប្រែថាចង់បានអូខេ yes ឬក៏ចូលចិត្តក៏បានដែរ would is the same in all person ចឹងគេចង់និយាយថាការប្រើ would នេះគឺប្រើបានគ្រប់ subject ទាំងអស់ I you we they he she it ប្រើបានទាំងអស់អូខេ we use would like in offers or request and request យើងប្រើប្រាស់ would like ហ្នឹងដើម្បីអូខេក្នុងការផ្ដល់អីមួយឬក៏ស្នើសុំអីមួយ positive ឧទាហរណ៍ I okay like a cup of coffee អូខេចឹងទម្រង់កាត់ D បែបនេះគឺស្មើនឹងពាក្យ would ឯងអូខេ a cup of coffee មានកាហ្វេមួយកែវចឹងបើបកឲ្យចំមក I like a cup of coffee មានន័យថាខ្ញុំចង់បានកាហ្វេមួយកែវអូខេ yes ចំពោះ yes no question វិញគឺយើងដាក់មក would you like a biscuit តើអ្នកចង់បានឬក៏តើអ្នកត្រូវការនំ biscuit មែនទេហើយការឆ្លើយរបស់យើងអាចឆ្លើយបែបអញ្ចឹងមក yes please ឬក៏ no thank you អីចឹងទៅ yes អូខេឥឡូវចំពោះ how much and how many វិញ how much and how many how much ជាទូទៅយើងអាចបកប្រែករណីថាយើងបកប្រែចំនួនប្រមាណណា how much យើងបកប្រែចំនួនប្រមាណចំណែក how many គឺយើងបកប្រែចំនួនប្រមាណដែរប៉ុន្តែគាត់ថាវាមានលក្ខណៈពិសេសបន្តិចថា how much គឺយើងប្រើជាមួយ uncount noun ចំណែក how many គឺយើងប្រើជាមួយនឹង plural countable noun ដែលយើងនិយាយជាទូទៅថាវាជាប្រើជាមួយនឹង count noun នៅឧទាហរណ៍យើងសង្កេតមើលពាក្យ rise by អញ្ចឹងពេលយើងចង់និយាយថាតើមាន by ចំនួនប្រមាណយើងមើល rise ជា uncount noun អញ្ចឹងគឺយើងប្រើមួយ how much ជាងកន្លែង how much នេះយើងដាក់ how many បានអត់បានទេដោយសារ rise របស់យើងជា uncount noun អញ្ចឹង uncount noun គឺយើងប្រើជាមួយនឹង how much rice is there តើមានបាយចំនួនប្រមាណ there isn't much rice អត់មានបាយច្រើនទេចំពោះ apple វិញ apple វាជា count noun អញ្ចឹង count noun យើងប្រើមួយ how many so តែ apple យើងប្រើមួយ how much នេះបានអត់មិនបានទេដោយសារ apple នេះវាជា count noun អញ្ចឹង count noun គឺយើងប្រើជាមួយនឹង how many apples are there តើមានផ្លែប៉ោមចំនួនប្រមាណ there aren't many apples មិនមានផ្លែប៉ោមជាច្រើនទេ yes អូខេអញ្ចឹងចំពោះ grammar នៃមេបន្តិច8របស់យើងមានតែប៉ុណ្្នឹងទេចប់ហើយហ្នឹងហើយអ្នកទាំងអស់គ្នាមិនបានស្ដាប់ហើយអ្នកទាំងអស់គ្នាមានចម្ងល់អីអត់បើមានអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូបានហើយម្យ៉ាងនេះទៀតសម្រាប់អ្នកទាំងអស់គ្នាដែលចង់បាន script ក៏ដូចជា PDF grammar ដែលស្ថិតនៅក្នុងសភៅ elementary មួយនេះដោយដែលអ្នកទាំងអស់គ្នាឃើញលើ screen អញ្ចឹងអ្នកទាំងអស់គ្នាអាច join link Telegram ខាងក្រោមបានដើម្បីយកក្តារហ្នឹងទៅ print ដើម្បីងាយស្រួល take note ពេលដែលអ្នកទាំងអស់គ្នាមើលវីដេអូខាងលើហ្នឹងជួបជាមួយគ្នានៅវីដេអូបន្ទាប់